អ្នកស្រី Castry Coventry ចូលកាន់តំណែងប្រធាន IOC ជាផ្លូវការអ្នកស្រី Castry Coventry បានចូលកាន់តំណែងជាផ្លូវការហើយក្នុងនាមជាប្រធានថ្មីនៃគណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិហៅកាត់ IOC កាលពីថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025ការប្រកាសចូលកាន់តំណែងជាផ្លូវការនេះបានប្រារព្ធនៅទីស្នាក់ការ IOC នាទីក្រុងឡូសានប្រទេសស្វីសក្រោមអធិបតីភាពលោក Thomas Bach ជាប្រធានចាស់ព្រមទាំងភ្ញៀវកិត្តិយសជាង700នាក់ដែលរួមមានសមាជិក IOC អត្តពលិកតំណាងចលនាអូឡ িম্প ិកប្រតិភូមកពីអង្គការអន្តរជាតិមេដឹកនាំនយោបាយនិងបុគ្គលិក IOC ក្នុងពិធីប្រកាសដ៏ពិសេសនេះលោក Thomas Bach ដែលបច្ចុប្បន្នជាប្រធានកិត្តិយសនៃគណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិបានថ្លែងថាអ្នកស្រី Coventry បាននាំមកនៅបែបបទពិសេសប្លែកនិងទស្សនវិស័យផ្ទាល់ខ្លួនរបស់គាត់អ្នកស្រីជាអ្នកដឹកនាំសម័យថ្មីដែលត្រូវនឹងយុវជនជំនាន់ក្រោយនេះជាមូលហេតុដែលខ្ញុំនិយាយដោយភាពជឿជាក់ថាចាប់ពីថ្ងៃស្អែកនេះតទៅជាមួយអ្នកស្រី Coventry ចលនាអូឡ িম্প ិកនឹងស្ថិតក្នុងដៃដ៏ល្អបំផុតហេតុនេះហើយបានជាខ្ញុំសម្រេចចិត្តពេញដោយការដឹងគុណពោពេញទៅដោយទំនុកចិត្តចំណែកអ្នកស្រី Coventry ក៏បានរំលឹកគុណឧបការៈនៃការដឹកនាំរយៈពេល12ឆ្នាំរបស់លោក Thomas Bach និងការគ្រប់គ្រងពីក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្តិពេលកន្លងមកក្នុងការបោះឆ្នោតសមាជិកថ្មីគណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិកាលពីខែមិនិនាឆ្នាំ2025កន្លងទៅអ្នកស្រី Castry Coventry ទទួលបានសម្លេង49លើ97ក្នុងចំណោមបេក្ខភាព6រូបទៀតនិងក្លាយជាប្រធាន IOC ស្ត្រីទី1ដែលមិនមែនជាបុរសក្នុងប្រវត្តិសាស្ត្រចលនាអូឡ িম্প ិកគួររំលឹកថាអ្នកស្រី Castry Coventry ជាជនជាតិស៊ីមបាវេអាយុ41ឆ្នាំក៏ធ្លាប់ជាអត្តពលិកដ៏ឆ្នើមប្រចាំប្រទេសស៊ីមបាវេស្ថិតក្នុងចំណោមអត្តពលិកឆ្នើមនៅក្នុងទ្វីបអាហ្វ្រិកអ្នកស្រីក៏ជាអតីតរដ្ឋមន្ត្រីក្រសួងយុវជននិងកីឡានៃប្រទេសស៊ីមបាវេចន្លោះពីឆ្នាំ2018រហូតដល់ឆ្នាំ2025